ត្រឹមត្រីមាសទី1ឆ្នាំ2026កម្ពុជាជំពាក់បំណុលបរទេសសរុបចំនួន $12.7 លានអាមេរិកយោងតាមប្រតិបត្តិស្ថិតិបំណុលដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចេញផ្សាយនៅថ្ងៃទី3ខែមិថុនាឆ្នាំ2026បានឲ្យដឹងថាត្រឹមដំណាច់ត្រីមាសទី1ឆ្នាំ2026កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន $13.3 លានអាមេរិកក្នុងនោះ 96% ដែលត្រូវនឹងប្រមាណ $12.7 លានអាមេរិកគឺជាបំណុលសាធារណៈក្រៅប្រទេសបើតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថាក្នុងចំណោមបំណុលបរទេសប្រមាណ $12.7 លានអាមេរិកមាន 59% ជាក្របខ័ណ្ឌទ្វេភាគីនិង 41% ជាក្របខ័ណ្ឌពហុភាគីទន្ទឹមនឹងនេះដែរក៏ត្រឹមដំណាច់ត្រីមាសទី1ឆ្នាំ2026នេះកម្ពុជាបានជំពាក់បំណុលក្នុងប្រទេសឬហៅថាបំណុលសាធារណៈក្នុងប្រទេសមានប្រមាណ $596.03 លានអាមេរិកបើតាមប្រតិបត្តិស្ថិតិបំណុលសាធារណៈកម្ពុជាបានឲ្យដឹងដែរថានៅក្នុងត្រីមាសទី1ឆ្នាំ2026នេះរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងអនុទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន $91.92 លានអាមេរិកសមមូលនឹង $67.32 លាន SDR ស្មើនឹងប្រមាណ 3% នៃពីដានដែលច្បាប់អនុញ្ញាតក្នុងនោះក្របខ័ណ្ឌទ្វេភាគី 75% និងក្របខ័ណ្ឌពហុភាគី 24% ដោយឡែកបើធៀបទៅនឹងត្រីមាសទី1ឆ្នាំ2025ការចុះកិច្ចព្រមព្រៀងអនុទានសម្បទានថ្មីក្នុងត្រីមាសទី1ឆ្នាំ2026នេះមានកំណើនប្រមាណ 17% អនុទានទាំងនេះសុទ្ធសឹងតែជាអនុទានដែលមានកម្រិតខ្ពស់ដោយមានធាតុអំណោយជាមធ្យមប្រមាណ 32.80% គោលដៅនៃការចុះកិច្ចព្រមព្រៀងអនុទានថ្មីទាំងនេះគឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាលសម្ដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែងនិងបង្កើនផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្មគួរបញ្ជាក់ថានៅក្នុងត្រីមាសទី1ឆ្នាំ2026នេះដែររាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន $280.62 លានអាមេរិករួមមាន1ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួន $257.53 លានអាមេរិកក្នុងនោះប្រាក់ដើមមាន $213.77 លានអាមេរិកនិងការប្រាក់និងកម្រៃផ្សេងៗចំនួន $43.76 លានអាមេរិក2ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ $23.09 លានអាមេរិកក្នុងនោះប្រាក់ដើមមាន $20.41 លានអាមេរិកនិងការប្រាក់ $2.68 លានអាមេរិកធៀបជាមួយនឹងត្រីមាសទី1ឆ្នាំ2025ការទូទាត់សេវាបំណុលសរុបមានកំណើន 16%